អ្នកធ្លាប់ទិញ coin ហើយតម្លៃធ្លាក់ភ្លាមៗដែរឬទេឬធ្លាប់លក់ចេញហើយតម្លៃឡើងខ្លាំងបន្ទាប់មកបញ្ហានេះមិនមែនមកពីអ្នកគ្មានសំណាងទេប៉ុន្តែដោយសារអ្នកមិនទាន់មាន trading strategy ត្រឹមត្រូវសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គសិក្សា Cryptocurrency Trading សូមចងចាំថាវីដេអូនេះគឺសម្រាប់គោលបំណងអប់រំប៉ុណ្ណោះមិនមែនជាការណែនាំហិរញ្ញវត្ថុឬធានាថាអ្នកនឹងចំណេញនោះទេនៅក្នុងវគ្គនេះយើងនឹងសិក្សាអំពីពិភព Cryptocurrency រួមមាន Bitcoin, Ethereum និង Coins ផ្សេងៗទៀតក្នុងវគ្គនេះអ្នកនឹងរៀនអំពី Candlestick Patterns, Technical Analysis, Risk Management, Volume Analysis, Money Management, Day Trading, Swing Trading ហើយខ្ញុំនឹងពន្យល់ជាភាសាខ្មែរងាយយល់វគ្គនេះផ្ដោតលើ Trading មិនមែនការវិនិយោគរយៈពេលវែងនោះទេគោលបំណងរបស់ខ្ញុំគឺចង់ឲ្យអ្នកយល់ពីរបៀបដំណើរការទីផ្សារនិងអាច trade ដោយមានវិន័យមិនមែន trade តាមអារម្មណ៍ឬ FOMO នោះទេបើអ្នកត្រៀមខ្លួនរួចហើយតោះចាប់ផ្ដើមរៀន Cryptocurrency Trading ទាំងអស់គ្នាកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ